បន្តទៅនេះខ្ញុំប្រកាសណាខ្ញុំបាទនឹកចង់សម្ដែងរឿងកម្មផលដែលតាក់ទងនៅក្នុងប្រវត្តិរបស់ខូសុកុមារកាលណាពុំចាស់ធ្លាប់បានទេបើសិនជាធ្លាប់បានស្ដាប់មានខ្សែអាប់ហើយខ្ញុំមិនសម្ដែងទេធ្លាប់ឮខូសុកុមារទេហ្នឹងចឹងដែលឪពុកចិញ្ចឹមនឹងចិត្តតែចង់សម្លាប់ណាចង់សម្លាប់ម្ដងជា2ដងជា3ដងហ្នឹងមិនដែលឮទេណែអញ្ចឹងចាំខ្ញុំសម្ដែងរឿងហ្នឹងវែងណាតែនៅក្នុងថ្ងៃហ្នឹងបង្ហើយសម្រាប់ដល់ថ្ងៃបិទវគ្គយូរដែរជាង10ថ្ងៃទៀតឥឡូវសម្ដែងរឿងមួយជូនញាតិញោមបងប្អូនកូនចៅអីគ្រាន់ស្ដាប់កំសាន្តប៉ុន្តែតកតងនៅក្នុងរឿងកម្មផលច្បាស់ណាស់ជារឿងជីវិតពិតបើញាតិញោមបងប្អូនស្ដាប់ទៅនឹងយល់ចូលចិត្តជីវិតនេះឯងប្រព្រឹត្តទៅដោយអំណាចកម្មហើយនឹងចងចាំទុកថាសត្វលោកគឺជាកម្មទេយាទគឺជាអ្នកទទួលនៅមរតកអំពីកម្មហ្នឹងដែលកម្មនឹងឯងបានប្រគល់ផលដើម្បីជាមរតកនឹងត្រូវទទួលទៅតាមកម្មប្រគល់ឲ្យទាំងអស់ដោយមិនអាចតាមបំណងចំណង់សេចក្តីត្រូវការប្រាថ្នារបស់ខ្លួនឡើយចឹងហើយបានជាត្រូវសាងនៅកម្មល្អដើម្បីទទួលនៅផលល្អអំពីអំពើដែលបានធ្វើហើយមានសេចក្តីដំណើរនៅក្នុងគម្ពីរអង្គត្រនិកាយឯកនិបាតនៅក្នុងប្រវត្តិរបស់នាងសមាវតីនាងកជុត្តរាជាដើមហ្នឹងក្នុងនគរមួយនោះទៀតកើតទុរភិក្សអត់បាយដោយរាំងភ្លៀងមួយឆ្នាំ2ឆ្នាំរាំងបន្តហើយដល់តែមានភ្លៀងលិចអស់មកដល់ហើយអត់បាយច្រើនឆ្នាំតគ្នាមិនត្រឹមតែប៉ុណ្ណោះបណ្ដាលឲ្យមានជំងឺរោគាព្យាធិក្នុងនគរនឹងចឹងនឹងមុនការត្រាស់ដឹងនៃព្រះសម្មាសម្ពុទ្ធបន្តិចបន្តួចតែទេនឹងចន្លោះព្រះសម្មាសម្ពុទ្ធកស្សបៈនិងព្រះសម្មាសម្ពុទ្ធព្រះសមណគោតមបរមគ្រូនៃយើងទៀតដូច្នេះអ្នកនគរនឹងឯងត្រូវស្វែងរកការរស់ជីវិតហ្នឹងចឹងក៏ចន្លះចេញអំពីស្រុកទុរភិក្សអត់បាយហ្នឹងទៅតាមអំណាចទៅតាមសមត្ថភាពរៀងខ្លួនក្នុងកាលនោះមានភរិយាស្វាមីប្តីប្រពន្ធ2នាក់ហ្នឹងមានកូនតូចមួយមានកូនតូចហ្នឹងក៏បានចន្លះខ្លួនចេញអំពីស្រុកភូមិហ្នឹងចន្លះខ្លួនចេញហើយដើរមកតាមផ្លូវស្បៀងបន្តិចបន្តួចហ្នឹងវាអស់ទៅហើយផ្លូវឆ្ងាយទៀតដាច់សញ្ញាហើយតែផ្លូវកន្តារៈមិនងាយបានដល់ភូមិស្រុកគេសោះម្ល៉េះហើយហ្នឹងស្វាមី3កូនខ្ចីផ្លាស់ប្ដូរជាមួយនឹងភរិយាអត់បាយទាំងអស់គ្នាប្តីក៏គិតថាបើយើងចេះតែប្រឹងអត់អញ្ចឹងងាប់ទាំង3នាក់ណាហើយការដែលយើង3កូនអញ្ចឹងហត់នឿយណាស់យើងទុកកូនចោលហើយយើងដើរស្រាលខ្លួនបន្តិចណាគំនិតប្តីហ្នឹងគិតទុកកូនចោលហើយប្រពន្ធមិនព្រមខកចិត្តស្លាប់ជាមួយកូនខ្ញុំមិនទុកកូនចោលទេចឹងទៅប្តីក៏តាមពាក្យរបស់ប្រពន្ធឮប្តីថាចង់ទុកកូនចោលអញ្ចឹងបែបភ័យដែរស្ទុះទៅយកកូនមក3ដើរទៅធ្ងន់ដៃពេកអស់កម្លាំងឲ្យប្តីហ្នឹង3ម្ដងប្តី3ទៅដើរទៅយឺតប្រពន្ធដើរហួសទៅមុនប្តីដើរតាមក្រោយនឹកឃើញថាវាធ្ងន់ណាស់
chọc rồi đẩy chương ọt ra hơi bà tròn tại bay to từ tiền nâng mà tới đua slap á có tốt cô nâng cháu đôi bình prap của quần điện hãy đào tới của quần mình ban chỉ nghĩa mơ cao là hết lại đào tới ngày tới đo từ nghĩa mơ móc bắt cồn sợi dây sụp ở đây nó bong tục cồn này na cồn giờ ở đây prap nó bong tục chào tam phơi và quân dùng hù là nực cổ túc lọp từ cào vĩnh đó thọc lấy bị ngay hết là từ lọp cào rút từ cồn nắng có bán chụp cồn nắng dùng lùi sầm lên giống mà rút từ bàn bay cồn nắng màu bay mau tam phơi vì mình chơi đo phun sọc nó ọt bay một ngày pi ngày bay ngày to chụp cái này tiền này ai còn ai ở đây nó bay tia thôi hám đó còn ai tục trao ở đây nó tục trao mà đòn tia tiền flick tục cồn chào tới ấy tầm rom từ cuộc quân đăng nghe rồi từ xuống tụt từ lơ cối cồn đang slap bật dùng về sài tuôn sầm bao nè tiền hay các anh quân về cha thì cha là làm ở ca để lùm bạ tam khơi nắng rồi hốt đo từ thả sọc chặt tục cồn trao nâng rương để sở lánh chỉ vết luôn ấy nâng sở lánh đo từ bản năng bàn đăng thật sở lánh luôn nâng khá lắng đó sở lánh nè trọc chặt ở cồn làm chẳng mà đai dung ra mau tam phơi đơn đỏ thêm là ham sầm bao na đơn đỏ chẳng tới nông đầm nào tam phơi mà nâng tiền pi nè nông mình bàn slap đòi xa ọt bài tê bằng to đầm nào mà tới là hết là hay có bán mơ tới khơi tầm bộ tiếc đó gần sky phun nè sọc các bạn đài trồi từ các bạn tự đo tiếc lục sẽ thầy tiền nếu về ngày trong để trong cru xa kê body phô cả hà rồi tới sầm ngòm tới nơi sạch sần nọ nơi mê cài lục sẽ thầy đang muối cầm púng tại body phô cả hà rồi bao lục sẽ thầy nâng đã bài ao cái nó chạm nó cần đạp mẹ ý còn để chạm bài cái cần đạp mẹ bài chẳng đòi tới đẹp đằng pi trôi tới khơi chẳng cái nó gục ru khơi mà nụ play lẹp tiếc có nhẹ từ chẳng lục sẽ thấy cật chọc máu cật có miền mê tà thua đó tiếng chặt tỏ chặt chay ơi cái đam bái đầm bay ơi nè từng pi nắng bò được hồ là muốn pi chầm này đợi cực tha ọt bài du ngày hai nè từng pi nắng xả su sập cột tới mình hiên ơi bò được hồ tràn tê ơi từ là mua một tịch mình tôi chầm ron cả sợi clean nắng sần chay kia mà chầm này mà nè chẳng tới rồi quân nâng nực ảnh nực đấy tiền nực hơn thà luôn anh chỉ xây bao được phô mà là mua ban và đây nâng cầm lăng thông bao được phô mình đăng tới khơi nhà mình cái đục còn thế còn đã đạm mau mà plate nước ở đây chẳng một quân nực ảnh nực nó chập chùm này luôn anh vẽ cần đá ao từ vào đây vẫn tay đo tự đạm thay vẽ cần đá tới về hỏi tiền có vẻ năng lực vật dù hơi đạm mà là muôn cho ai thấy phần tay để về clean máu phần nắng về nơi để ngắn về nơi để clean nó thay thì tới về họ nào họ nấy họ chui mình chết hết tiên đo đường chân tới phải nếu nực khơi cao mới chìm mà nuông cầm phật na thao về ọt hơi
vì sẽ để liên đôi từ miền ban hơi nâng việc tục lùm bạ tiết chỉ việc nẹ krok sọt lùm bạ chẳng ấy sắp từ nực khơi thà từ nực khơi thà bật men để kê chỉ sky lộ thì thấy đó ấy của miền bon còn bao chiềng ai bàn bò đi phô cả dạng xua chán sẽ từ cần đạp me ấy từ nực khơi đôi chân chật này sky nó ai giờ mình nuôi nó này cầm bông tập ai nhớ đặt cho lắp tới tiền lắp tới cóประเดชสันติនៅក្នុងទីអីដែរទីឆ្កែនឹងតកើតជាកូនឆ្កែទៅដោយជាវត្តនៃចិត្តនឹងចាប់ជំពាក់នឹងឆ្កែហ្នឹងហើយកើតនឹងកើតតែឯងទៀតអត់មានឆ្កែពីរឆ្កែ3អីជាគ្នាទេកើតនៅពោះឆ្កែហ្នឹងហើយនាងជាប្រពន្ធហ្នឹងស្លាប់ប្តីទៅក៏មិនដឹងជាទៅឯណាក៏សុំនៅជាមួយលោកសិទ្ធិទៅគ្រាន់ធ្វើកិច្ចការងារក្នុងផ្ទះសម្បែងអីហ្នឹងសិទ្ធិហ្នឹងក៏ទុកដាក់ឲ្យនៅនឹងផ្ទះទៅនឹងហើយរឿងហ្នឹងជ្រត់កាត់សេចក្តីដែរញាតិញោមបញ្ជូនមនោសញ្ចេតនាទៅយ៉ាងណាដែលស្រឡាញ់ប្តីណាខំថែមពាក្យកណ្ដាលឲ្យហើយទៅជាប្តីងាប់ហ្នឹងយំបណ្ណាស្រែកបណ្ណាអាហ្នឹងគឺយើងកាត់ទៅយើងគ្រាន់តែដឹងណារៀបរាប់ហូហែទៅវាវែងហួសជាតិអស់មួយកសែតហើយហ្នឹងហើយដល់ទៅពេលឆ្កែហ្នឹងកើតកូនមកកើតមកគាត់ហ្នឹងដែលកើតមកអញ្ចឹងនៅក្នុងឧបនិស្ស័យដែលឆ្លាតគ្រាន់ដែរហ្នឹងព្រោះមុននឹងស្លាប់ក៏ចេះពិចារណារឿងកម្មផលរឿងបុណ្យរឿងបាបអីអញ្ចឹងឧបនិស្ស័យហ្នឹងនៅដឹងហើយផ្ទះលោកសេដ្ឋីហ្នឹងណាគាត់តែងតែមានការទំនុកម្រងដល់ព្រះបច្ចេកពុទ្ធព្រះបច្ចេកពុទ្ធហ្នឹងគឺមិនមែនព្រះសម្មាសម្ពុទ្ធទេគឺចន្លោះព្រះសម្មាសម្ពុទ្ធគឺមានព្រះបច្ចេកពុទ្ធដែលចន្លោះព្រះសាសនាណាព្រោះកាលនៃព្រះសម្មាសម្ពុទ្ធហ្នឹងគឺចាប់តាំងតែពីព្រះអង្គបដិសន្ធិទៅទល់គ្នានឹងធាតុបរិនិព្វានអាហ្នឹងកាលនៃព្រះសម្មាសម្ពុទ្ធហ្នឹងហើយចន្លោះហ្នឹងគឺអាចមានព្រះបច្ចេកពុទ្ធបានត្រាស់ដឹងពេលហ្នឹងលោកសិទ្ធិគាត់ទំនុកម្រងព្រះបច្ចេកពុទ្ធជានិច្ចកាលមករហូតដល់ទៅឆ្កែហ្នឹងកើតមកអញ្ចឹងក៏តែងតែដឹងថាលោកសិទ្ធិហ្នឹងគាត់ទំនុកម្រងព្រះបច្ចេកពុទ្ធដល់ពេលផតកាលក៏តែងតែទៅនិមន្តព្រះបច្ចេកពុទ្ធពីកន្លែងព្រះបច្ចេកពុទ្ធក្នុងព្រៃក្រោមដើមឈើហ្នឹងមកកាន់ទីកន្លែងផ្ទះហ្នឹងថ្វាយចង្ហាន់បិណ្ឌបាតទៅនៅពេលដែលលោកសិទ្ធិទៅនិមន្តព្រះបច្ចេកពុទ្ធឆ្កែហ្នឹងតែងតែត្រឹកទៅតាមកូនឆ្កែហ្នឹងណាត្រឹកទៅតាមទៅហើយលោកសិទ្ធិនិមន្តព្រះបច្ចេកពុទ្ធយ៉ាងណាឆ្កែហ្នឹងក៏ចាំទុកហើយនៅពេលក្រោយមកនឹងឯងលោកសិទ្ធិក៏ពិសោធន៍ទៅឆ្កែហ្នឹងរៀងឆ្លាតណាស់អាចដើម្បីប្រើបានដល់អញ្ចឹងទៅលោកសិទ្ធិនឹងគាត់បានផ្ដាំព្រះវិជ័យកពុទ្ធថាបបិទ្ធលោកម្ចាស់សូមករណាអភ័យទោសក្រែងលោថ្ងៃណាដែលខ្ញុំម្ចាស់មិនបានមកអរតនានិមន្តដោយផ្ទាល់នេះខ្ញុំកណានឹងបង្កប់សត្វសំណក់នឹងឲ្យមកដើម្បីក្រាបទូលដល់ផតកាលរបស់ប្រគុណម្ចាស់កាលដែលប្រគុណម្ចាស់បានឮសំឡេងសត្វសំណក់នេះព្រុសជាសញ្ញាហើយសូមប្រករណាគុណម្ចាស់និមន្តទទួលផតនៅផ្ទះរបស់ខ្ញុំម្ចាស់និងសូមប្រគុណម្ចាស់អភ័យទោសនឹងកុំថាមនុស្សមិនមកប្រើឆ្កែអីមកណាព្រះបច្ចេកពុទ្ធមានប្រកែប្រកាន់អីទៀតអធិស្ស្រ័យអ្នកត្រាស់ដឹងអស់កិលេសតែងអនុគ្រោះដល់សត្វសត្វមិនថាមនុស្សឬក៏សត្វទេរឆានបានទទួលយល់ព្រមក្នុងសេចក្តីហ្នឹងហើយក៏អញ្ចឹងមែនទៀតពេលមួយដែលលោកសិទ្ធិគាត់មិនបានអញ្ជើញមកនិមន្តព្រះបច្ចេកពុទ្ធហ្នឹងគាត់ឲ្យឆ្កែហ្នឹងមក
ឆ្កែនឹងមកត្រឹងហ្មងធ្លាប់មកតាមផ្លូវនោះមកដល់ទីកន្លែងព្រះបជ័យកពុទ្ធក៏ព្រុសធ្វើវ៉ាស់ព្រុសព្រះបជ័យកពុទ្ធក៏ចាំបានថាដល់ផត្តកាលហើយលោកសិទ្ធិក៏បានអញ្ជើញមកចឹងទៅឆ្កែនឹងបានឃើញព្រះបជ័យកពុទ្ធស្លៀកស្បង់ប្រដាប់បាតនឹងជ័យបងចឹងទៅនិមន្តមកឆ្កែនឹងនាំមុខត្រីមកទៀតនាំផ្លូវមកនឹងមិនមែនដើរត្រង់ទេចូលទៅកន្លែងនេះចូលទៅកន្លែងនោះដោយគិតថាក្រែងលោមានអាសេរពឹសសត្វតូចសត្វធំអីណាបណ្ដេញឲ្យវាទៅឆ្ងាយនេះមានគំនិតដល់តែប៉ុណ្ណឹងឆ្កែហ្នឹងមានគំនិតដល់តែប៉ុណ្ណឹងចិត្តទៅចូលទៅព្រៃស្ដុកហ្នឹងព្រុសទៅបណ្ដេញសត្វអីហ្នឹងដើម្បីសន្តិសុខនៃព្រះវិជ័យកពុទ្ធព្រះវិជ័យកពុទ្ធពេញបតីណាថាសត្វនេះឆ្លាតមានឧបនិស្ស័យជាបុណ្យកុសលក្នុងសន្តានប៉ុន្តែផ្លត់កតិបានមកជាកំណើតសត្វតិរិឆានអញ្ចឹងព្រះវិជ័យកពុទ្ធចង់ពិសោធន៍ឆ្កែហ្នឹងទៅចង់ពិសោធន៍ឆ្កែហ្នឹងធ្វើជានិមន្តទៅផ្លូវខុសសាកមើលមើលឆ្កែហ្នឹងវាប្រកែទេនិមន្តទៅផ្លូវខុសមានអីទេឆ្កែហ្នឹងស្ទុះដេញទៅតាមពាំងពីមុខចាប់ទាញស្បង់មកខំស្បង់ទាញមកដូចជាថាខុសហើយលោកម្ចាស់អញ្ចឹងណាប៉ុន្តែមិននិយាយមិនអីទេចាប់ទាញមករកផ្លូវត្រូវវិញហ្នឹងដល់តែប៉ុណ្ណឹងចេះប៉ុណ្ណឹងចឹងទៅក៏បានមកដល់ផ្ទះនឹងទៅក៏ក្រុមគ្រួសារលោកសិទ្ធិនឹងថ្វាយចង្ហាន់បិណ្ឌបាតនឹងសត្វសំណក់នឹងតែងបំរើព្រះវិជ័យកពុទ្ធទៀតតែងនាំផ្លូវទៅមកស្រឡាញ់ព្រះវិជ័យកពុទ្ធណាជាច្រើនដងជាច្រើនសារសំដីម្ចាស់ទៅនិមន្តព្រះវិជ័យកពុទ្ធក៏ទៅតាមម្ចាស់មិនបានទៅខ្លួនក៏ទៅដល់អញ្ចឹងទៅស្និទ្ធស្នាលនឹងព្រះវិជ័យកពុទ្ធណាដោយទទេមេត្តារបស់ព្រះករុណាព្រះវិជ័យកពុទ្ធនឹងផងឆ្កែនឹងស្រឡាញ់មែនទេណាទៀតដល់ទៅពេលវេលាដែលព្រះវិជ័យកពុទ្ធត្រូវនិមន្តមកកាន់ភ្នំគុណមាត្រដែនដីនៃព្រៃហែមពៀនវិញណាកាលដែលចម្រើនពរលាលោកសិទ្ធិឆ្កែនឹងដឹងសេចក្តីថាត្រូវប្រត់ប្រាស់ព្រះវិជ័យកពុទ្ធណាស្ដាយសំណោះណាតែមិនដឹងជាខាត់យ៉ាងណាហើយដំណើរនៃព្រះវិជ័យកពុទ្ធដែលត្រូវនិមន្តមកកាន់ភ្នំគុណមាត្រនោះគឺទៅតាមអភិញ្ញាដែលត្រូវហោះតាមផ្លូវអាកាសហើយបតីរបស់ព្រះវិជ័យកពុទ្ធមិនបានជាប់ជំពាក់ចំពោះសត្វនិងសង្ខារណាឡើយនឹងមិនបានថាអាណិតឆ្កែណាមិនទៅអីដូចមនុស្សសាមញ្ញធម្មតានោះក៏ទេម្ល៉េះហើយដល់ពេលវេលាក៏ត្រូវតែនិមន្តមកជួបជុំព្រះវិជ័យកពុទ្ធច្រើនអង្គនៅភ្នំគុណមាត្រដោយច្រើនដែលទទួលចង្ហាន់បិណ្ឌបាតប្រុសសត្វលោកច្រើនទៅក្នុងវស្សានរដូវដល់ទៅពេលផុតអំពីវស្សានរដូវត្រូវនិមន្តមកភ្នំគុណមាត្រកាលណាគុណចាស់ជ្រាបថាឆ្កែនឹងយ៉ាងម៉េចទេសម្លឹងមើលព្រះវិជ័យកពុទ្ធហោះតាមផ្លូវមេឃមកហ្នឹងណាទាំងខ្លោចសារក្នុងចិត្តព្រុសលូទៅទៀតលូព្រុសលូនឹកស្ដាយព្រះវិជ័យកពុទ្ធរហូតតតែស្លាប់ទៀតតក់ស្លុតក្នុងចិត្តដែលស្ដាយហ្នឹងហើយក៏ដង្ហក់ស្លាប់ទៅណែស្លាប់ពីឆ្កែហ្នឹងទៅត្រូវបុណ្យកុសលដែលបានបម្រើព្រះវិជ័យកពុទ្ធទាំងប៉ុន្មានតាមឧបនិស្ស័យដែលធ្លាប់សន្សំពីជាតិមុនមកណាទៀតបើកុំតែធ្លាប់សន្សំបុណ្យពីជាតិមុនមកស្មានតែឆ្កែនឹងចេះជ្រះថ្លានឹងព្រះវិជ័យកពុទ្ធអញ្ចឹងបានតែរឿងបុណ្យនឹងវាមិនបាត់ទេណាសូម្បីផ្លត់កតិទៅកើតសត្វតិរិឆានហើយនឹងបុណ្យនឹងតែងជាឧបការៈអញ្ចឹងដូចជាព្រះបរមពុរិស័ទអីសូម្បីកើតជាសត្វតិរិឆានក៏គង់នៅក្នុងការបំពេញទាននិងមានធัวសប្បុរសប្រសើរជាងមនុស្សខ្លះដែរណាឆ្កែនឹងអញ្ចឹងក្រោយពីស្លាប់ទៅក៏បានបដិសន្ធិក្នុងឋានតាវតឹងដូចជាគេលើកយកទៅដាក់តម្កល់អញ្ចឹងរួចពីឆ្កែទៅកើតជាទេវតាឈ្មោះថាខោសកៈទេវបុត្រ
ដែលមានឈ្មោះថាខូសកៈសរសេរខូស្រៈអោកអសនិងកទៀតខូសកៈគឺទេវតានោះឯងបានបន់បានអានិសង្ឃអំពីការបម្រើព្រះវិជ័យកពុទ្ធដោយបញ្ចេញសម្លេងព្រោះនិមន្តព្រះវិជ័យកពុទ្ធព្រោះដេញសัพហើយនឹងស្រែកលូស្ដាយសំណោះព្រះវិជ័យកពុទ្ធហ្នឹងណាទេវតានឹងនិយាយឮច្បាស់ណាស់ទៀតនិយាយជាមួយនឹងទេវតាដទៃគឺសំឡេងច្បាស់អញ្ចឹងមកប្រហែលដូច្នេះបានជាមាននាមថាខូសកៈទេវបុត្រនឹងនៅក្នុងស្ថានសួគ៌នឹងឯងនៅទៅតាមដំណើរនៃបុណ្យកុសលអស់កាលដ៏យូរអង្វែងណាទៀតនៅក្នុងស្ថានសួគ៌ហ្នឹងហើយកាលពេលវេលាដែលចិត្តកន្លងទៅរហូតដល់ទៅពេលព្រះសម្មាសម្ពុទ្ធបរមគ្រូព្រះសមណគោតមនៃយើងដែលព្រះអង្គដល់កាលពេលវេលាដែលត្រូវត្រាស់ដឹងឡើងក្នុងលោកក្នុងរវាងមនុស្សអាយុ100ឆ្នាំហ្នឹងហើយប្រពន្ធរបស់បរោះកំសត់ដែលនៅជាមួយលោកជាថៃហ្នឹងក៏ទៅតាមយថាកម្មណាទៀតដែលបានជួយបំរើលោកជាថៃហើយជ្រះថ្លានឹងព្រះវិជ័យកពុទ្ធជួយដាំចង្ហាន់បិណ្ឌបាតជួយដើម្បីនឹងដាក់បាតអីអញ្ចឹងដំណើរបុណ្យកុសលហ្នឹងក៏ទៅកម្មសុគតិភពទៅតាមបុណ្យកុសលរៀបចំអញ្ចឹងទៅហ្នឹងប៉ុន្តែអ្នកទាំងពីរហ្នឹងមានប្រវត្តិយ៉ាងណាតទៅមុខទៀតខ្ញុំកណាខ្ញុំបាទនឹងសម្ដែងប្រគេនគុណម្ចាស់ជូនញាតិញោមបងប្អូនហើយក៏អាចដើម្បីថាទុកដល់កូនចៅអីស្ដាប់ទៅងាយយល់នៅក្នុងរឿងរ៉ាវដែលប្រព្រឹត្តទៅដោយអំណាចកម្មផលដែលជីវិតនេះគឺជាកម្មទាយាទជាអ្នកទទួលនៅមរតកអំពីកម្មគឺអំពើដែលខ្លួនបានធ្វើហើយនៅពេលដែលចុតិចាអំពីទេវលោកមកទៀតខោសកៈទេវបុត្រនឹងឯងក៏បានមកកើតជាកូនស្រីបេស្យាចានឹងរឿងបាបតាមឲ្យផលម្ដងណាបាបនឹងបាបមកពីណាទៀតបាបដែលទុកកូនចោលតាមផ្លូវហ្នឹងណាអំពើដែលធ្វើឲ្យមិនបាត់ទេចាំឱកាសពេលវេលានឹងឲ្យផលណាឥឡូវឃើញទេរឿងបុណ្យដែលបានបម្រើព្រះវិជ័យកពុទ្ធក៏បានឲ្យផលកើតក្នុងទេវលោកចុតិមកកើតជាមនុស្សក៏ពិតមែនប៉ុន្តែបាបនឹងវាជ្រៀតជ្រែកឲ្យមកកើតជាកូនស្រីបេស្យាហើយនាងហ្នឹងដែលកាលដែលមានគួរហ្នឹងគិតទុកឲ្យស្រេចថាបើសិនជាអញកើតមកនឹងកូនអញហ្នឹងគឺកូនស្រីអញនឹងទុកចិញ្ចឹមបីបាច់ថែរក្សាដើម្បីប្រកបមុខរបរដូចជាអញដែរមានគំនិតគិតអញ្ចឹងទុកកូនស្រីហើយបើសិនជាកើតមកកូនប្រុសអញមុខយកអញមុខទៅយកទៅកវែងចោលហើយគិតទុកឲ្យស្រេចអញ្ចឹងហើយដល់ទៅកើតមកគោសុកទៀតប្រុសឲ្យច្បាស់ចេះមានទៅស្រឡាញ់អីប្រុសនឹងមិនចូលចិត្តទេកើតមកបានតែមកផ្លេតនឹងក៏បានយកទៅចោលនឹងកន្លែងគេចាក់សម្រាមចោលហើយហ្នឹងណាចោលទៅណាក៏ទៅដែរស្លាប់ក៏ស្លាប់រស់ក៏រស់ទៅនឹងនៅក្នុងនគរកោសម្ពីទៀតនឹងនគរកោសម្ពីនៅអំពីខាងលិចពុទ្ធគិយាពីខាងលិចក្រុងពរិណសីនឹងទៀតហ្នឹងក្នុងប្រទេសឥណ្ឌាសពថ្ងៃហ្នឹងពីមុនហ្នឹងមានឈ្មោះកោសម្ពីក្នុងកាលនោះមានកោសម្ពីកសិទ្ធិទៀតសិទ្ធិនៅក្នុងនគរកោសម្ពីហ្នឹងគាត់មានភរិយារបស់គាត់ហើយភរិយាហ្នឹងក៏មានផ្ទៃពោះគ្រប់ខែហើយដែរដល់អញ្ចឹងលោកសិទ្ធិហ្នឹងគាត់បានធ្វើដំណើរទៅគាល់ព្រះរាជាក្នុងកាលនោះក៏បានជួបនឹងព្រាហ្មណ៍បរោហិតណាជួបនឹងព្រាហ្មណ៍បរោហិតព្រាហ្មណ៍បរោហិតនឹងចេះគុណគូទៀតចេះគុណគូទៅចេះគុណគូថា
gì bờ sân trên đền á cao khả năng ngày ní nè bờ chỉ prong nó đó và có chỉ ban tư chia sự thầy thông khả năng được cua cao xăm pi ní hơi đền á cao ngày nắng cứ tham miên rồi đất pê về lia lọ nè hào nắng còn cuồng chẳng sự thầy ban đáp lương chẳng có tới phơi đầm nào từ qua bề chia cần non bà rong mà nè từ phong nắng cật áo bà rong mà nè nắng từ lọc màu vĩnh chạm mơ thiệt gì là bọt quạt nâng anh rồi sột bọt chạm mơ là bọt côn quạt cao ngày nắng cứ tham một ban như sự thầy thông à quạt cật từ qua bề chia tới đó từ pe chọc kịch ca qua bề chia từ lọc màu vĩnh côn ở toàn cả tiền đó côn ở toàn cao chẳng nè nắng cần lon bật ngày màu nắng quát có oi cái sào chia mơ ở sào chia mơ ta mà sao mấy nữa nè ta miên là na cao côn trong ngày nắng thế sào chia rồi tới nông ca nó còn miên bà rong mình nè đây chỉ priêm bà rau hết đại nó tiếng ba nữa khô sọc của ma nâng để miên chọc một vị tê và ra mau nâng rất khô sọc của ma để mà đai chỉ xây tê cha vô thì chào nâng là cao chom ngay để hao ra cái tê thả ban chỉ sự thầy thông cái nông được của cao sầm pi nè cả chom ngay nâng thấy cờ rớt vô tới trình chân tới miền ban slap vậy đó rớt vô tới trình chân tới lúc sẽ thấy cái rong cao sầm pi nâng ban ao cái sơ su tầm đăng sơ su tới đăng thả khâu sập của má nó cao ngày đăng cao ngày đăng đòn trắng quát cỏ áo từ sông lúa hồng pi priêm vào hết nữa ạ sông đầm bay vô mà phơi chỉ cồn quát rồi đăng thả mình lên chỉ cồn bằng cao tê hay riêng a cầm bắn con mình prap tê thằng đàn a cao ngày đăng nâng ban chỉ sự thầy thông á đó riêng a cầm bắn nó quát mình prap ấy thế có từ xong nâng priêm bảo hết nâng của vô một lâu chỉ thấy mình chọn ao ở đây thế bro luôn anh nâng có sọt côn lâu chỉ thấy nâng sọc chất tinh mà quan cả hạt nạ tiền nâng mấy bàn khô sọc nâng vô mà chỉnh chỉnh tinh một quan cả hạt nạ vô mà bàn khô sọc nâng bàn là lại chỉnh chỉnh tới tinh chất sự lạnh chẳng là đầm bay thả chỉ côn ấy chẳng á còn ơi đăng thàm mình men côn bằng cao ấy chẳng đó tục chỉ côn bằng cao mà ấy bà sân chỉ côn dương nữa cao mau chỉ sấy dương xong cung ơi chỉ ở đây của quân kia tại mình năng ấy đòi tập pe quạt cao côn bằng cao quạt đó prọc đài con để quạt cao côn bằng cao quạt mau ba mặt ngay pi ngay quạt miên cùng nứt cất trong sầm láp khô sọc à tục bà này để tục tới côn nó và con chỉ bán thôi chỉ sự thầy không á côn dường nó vì sự thầy ấy đó vì mình sự thầy tôi chả hết à chẳng từ sầm láp khô sọc cả bà nữa á là chẳng con có bán ao ấy nè bùm ra đằng ấy vô khô sọc nó tự tục nâng phơi đặt tay nơi bề dục tốc trong phơi đặt tay để rung từ quật ấy chú bố đặt na phơi tay hay phơi tay nướng tại tại phải lâm sang nó cứ mua nhật tay rót rồi ấy bò mình toàn từng sang thong đó tiền mình toàn từng sang thong nó nơi là nghịch là lái để đặt tay cái bò đặt tay hai là múc từ cái choan ngoaไปvùng cô choan đặt tay cánh ngọt đục phơi con đặt tay nằm thấy đó từ pe mua nhà tay bo màu mến tiền nơi là nghịch stung giống sắp để cô để nom phô mà đặt tay nấm mà đó nó sắp để tức ngọ ọt tử tiệt tôi chỉ quay tôi chỉ đánh giang ná có đặt tay cô nó bị ọt tử túc trên chân phần bấy thế lằng đó là phải nắng chẳng nè đặt tay nó ngon lắm miền hai ca ấy về mình ai trong không sầm lân mơ tới khơi stung mà đông đôi quê chơi ấy chế cô nó được khá còn ơi phơi từ mới khơi cồn mệt nữa à cồn mà nắng á chẳng còn rớt vô máu chỉnh chành tay thì thấy
ao vô từ chẳng ấy sơ mơ tiết ngọt hay này sơ mơ tới đăng là mình toàn ngọt mua nhà đặt tay nên kể rơi vô từ chỉnh chấm ao vô pra mùi pon gà hạp và đã nó từ luôn vô mà tiệt nênประมาณ pon bát á pì pon á hay từ luôn vô màu chẳng vô màu nó mình ban ประมาณ ngày thế nực rô vị thi đầm bay sầm lạp nực rô vị thi đầm bay sầm lạp nắng chẳng nực tới cày màu nắng có áo kề vô khô sọc cỏ mà nắng đó tự đã trao trong prey khmoi nực hơi đã mình bảo phân nắng việc khai chứ việc ót bay ót thực đo ấy một đời slap thôi miền đường ấy rồi biết prey khmoi nhằng người mà đưa na hiền trôi tới trong prey khmoi có tốc trao tới ở kỳ vô tới thì dục là nghịch nắng tốc trao tới và lâm lan nẹ cùng về bộ bề đánh bộ bề tới đánh tới cái bài bề màu nắng sắp từ miền bộ bề mê mùi nắng thiên bay chỉ phong tới đào châu trong bề máu chầm đào khô sập của má nắng á sắp từ đào tới đã đó ở khô sập của má bài bộ bề nắng chẳng thiên á áo khô sập nắng bay đỏ luôn anh thì bộ bề nè ấy có rồi tới có hút đời châu trong thôn mình tới nè còn bê nó có chặt lực nực ngon đấy trong từ tam ấy và nè khơi vào bê nó mau với có hay đời đo sẽ đánh vào bê mau với khơi mê vào bê nó tới tiệt ngon là mà đó nó mê vào bê nó tới thử ấy có đa từ tam mà tới có khơi tiền rọ nó nghe chẳng ở đó vô mà chỉnh chỉnh rất vô từ chỉnh chỉnh ấy lâu sẽ thấy cật sợp mà tới đăng rương nâng tiết mà quan đi ra ơi từ lúc vô máu chỉnh châm mà đòn tiết chỉnh châm rô vì khi đầm bây chầm láp ôi slap đó nè nâng chẳng lơ crowd nâng cật ơi kỳ vô tự đạn nơi nâng crowd cô á được để cô chối đó bị choan ngoa bái chẳng đại nâng crowd cô chẳng tới cô tại cao na bờ lúc cái đánh cho crowd lên á cật vô tự đạn môn hay sạch vì thi đầm bay ở slap nâng chẳng nên ấy tên cô bị đỡ cô tràn rập rối miền cô bá đó mê phôn nâng cái sạch từ miền và đập cái rương lọ băng đời cứ trầy to từ níសូមអញ្ជើញស្ដាប់ធម៌សតិប្បដ្ឋានវិបស្សនាធម៌អប់រំចិត្តដែលសម្ដែងដោយលោកអគ្គបណ្ឌិតបុត្រសវង្សដូចតទៅអនុមោទនាស្ដាប់ព្រះធម៌ទៀតនៅក្នុងខ្សែអត្ថសម្លេងធម៌ខ្សែលេខ637ចំហៀងទី1មិនអស់ចិត្តដើរទៅមើលស្រាប់តែឃើញមេពពេហ្នឹងដាក់ដោះឲ្យខោសកៈកុមារនឹងបើនឹកឃើញអស្ចារ្យណាស់ណោះអ្នកណាក៏យកកូនមកចោលអញ្ចឹងទឹកចិត្តនឹងមិនបានមេពពេអញផងមេពពេអញគ្រាន់បើចេះឲ្យដោះកូននេះបើអញ្ចឹងកូននេះប្រកាសជាមានបុណ្យហើយក៏រើសយកទៅចិញ្ចឹមទៅឮតំណែងដល់លោកសេដ្ឋីថាអត់ងាប់ទៀតអញ្ចឹងណែយកមកពាន់កហបណៈទៅទៀតទៅយកទៅលាស់មកវិញមកអញ្ចឹងក៏ទៅលាស់អំពីនេយកងវេលពពេហ្នឹងមកទៀតមកមិនបានប្រមាណថ្ងៃទេក៏ឲ្យគេយកទៅដាក់នឹងក្រោលគោហ្នឹងពេលដែលប្រឡប់គោវាចូលទៅហើយគោរាប់រយចូលទៅវាជន់ងាប់ហ่ะដាក់មើលកន្លែងណាក្លុកកបាំងហ្នឹងដាក់ចោលចឹងទៅដល់ពេលប្រឡប់យកគោនឹងដើរចូលទៅធម្មតាគោគេច្រើនវាមានគោបាណាមេគោភោងណាគោជានាយកណាចូលទៅមុនចូលតុកទៅវាទៅឈួរជ្រែងពីលើខោសកៈកុមារហ្នឹងជ្រែងមានគោណាហ៊ានដើរទៅចិត្តទៅជន់អីនេកងវាគោដេញគោទៅពីក្រោយអស់ទៅពិនិត្យមើលទៅឃើញកុមារហ្នឹងនៅពីក្រោមគោភោងហ្នឹងអស្ចារ្យណាស់សូម្បីតែគោនេះក៏ចេះនឹកអាណិតក្មេងនេះដែរចុះនរណាហើយក៏យកកូនមកទុកចោលអញ្ចឹងរើសយកទៅចិញ្ចឹមទៀតទៅវាអត់ងាប់ទេចាណាអីញាតិញោមពិចារណាមើលរឿងអីបានជាធ្វើឲ្យ
គេចេះតែចង់សម្លាប់សូម្បីតែម្ដាយបង្កើតក៏មិនដើម្បីនឹងចិញ្ចឹមឲ្យរស់ហើយអ្នកដែលរើសយកទៅចិញ្ចឹមហើយដូចជាបរោហិតអីហ្នឹងក៏មិនបានចិញ្ចឹមឲ្យរស់នៅលោកសេដ្ឋីយកទៅហ្នឹងក៏ដើម្បីឲ្យតែស្លាប់ប៉ុន្តែរឿងអីបានជាមិនចេះស្លាប់សោះអាហ្នឹងវាត្រូវមានអញ្ចឹងណាចឹងបុណ្យនិងបាបហ្នឹងវាមានការតតាំងគ្នាឲ្យផលម្ដងម្នាក់ផ្លាស់ប្ដូរគ្នាចឹងទៅលោកសេដ្ឋីឲ្យគេទៅលាស់1000កហបណៈហ្នឹងពីនាយកងវាលគោហ្នឹងមកទៀតប្រហែលដងអីទៀត4ដងហើយតាំងពីម៉ែមកហើយទៅនឹងផ្លូវអតេស2ដងហើយទៅនៅនឹងព្រៃស្ម័គ្រសានម្ដងទៀត3ទៅនៅនឹងក្រោលគោ4ដល់តែម្ដងទៀតតែឯងប្រកែមិនងាប់ទេចាំមើលជ្រោះភ្នំដែលជ្រៅប៉ុណ្ណឹងឯងរស់ហ្មងអញ្ចឹងយកវាទៅដកបោះនឹងជ្រោះភ្នំទៅក៏ឲ្យគេយកទៅបោះនឹងជ្រោះភ្នំទៅហើយជ្រោះហ្នឹងវាអញ្ចេះនៅក្បែរជ្រោះភ្នំហ្នឹងមានភូមិអ្នកស្រុកត្បាញសម្ពុតត្បាញទៅវានៅសល់អំបោះដែលវាចម្ពាក់តាក់ទិនស្រាយមិនរួចនៅចុងអំបោះនៅស្អីវាច្រើនហើយសម្ពុតកណាត់អីកាត់អីអញ្ចឹងវាច្រើនយកមកល្អីម្នាក់ទៅចាក់នឹងជ្រោះភ្នំហ្នឹងឯនេះក៏ចាក់អីនោះក៏ចាក់ទៅគោទៅវាឡើងមកកម្ពស់ឡើងសន្ធឹកហើយវាទន់ល្អហើយដល់ខោសកៈប្រមាធ្លាក់ទៅវាដូចជាធ្លាក់ទៅលើពូកដ៏ទន់មានតែឈឺអីតាក់បន្តិចអត់ផងនៅជ្រោះហ្នឹងទៅហើយមានវัวរយិញរយងធ្លាក់តាមជ្រោះហ្នឹងចូលទៅវាត្រូវអ្នកដែលទៅរស់វើហ្នឹងចុះទៅក្នុងជ្រោះហ្នឹងកាត់វัวយ៉ាកាត់ទៅវាទៅឃើញខោសកៈកុមារហ្នឹងនឹកអាណិតសំណោះក៏រើសយកមកចិញ្ចឹមទៀតទៅធម្មតាអស់យើងនឹងគេណាទៀតណាឃើញអញ្ចឹងក៏រើសយកមកចិញ្ចឹមហើយប៉ុន្តែកុំភ្លេចណាទៀតណាព្រោះបុណ្យរបស់ខោសកៈកុមារហ្នឹងមានផងអញ្ចឹងឯងចឹង5ដងហើយវាមិនចេះងាប់បានធំតិចហើយចុះ5ដងទៅទៅជាកុមារចេះដើរចេះរត់អីស្រួលបួលបានហើយលោកសេដ្ឋីហ្នឹងគាត់មិនអស់ចិត្តទេគាត់មិនមែនទុកឲ្យរស់ទេគាត់មានអ្នកបម្រើរបស់គាត់នឹងឯងធ្វើឡដុតឆ្នាំងដើម្បីថាគាត់ជាអ្នកមានគាត់មានឡដុតឆ្នាំងឯនេះនៅកិច្ចការងារមកសន្ធឹកទៀតកិច្ចការងាររបស់លោកសេដ្ឋីហ្នឹងពេលមួយគាត់ដើរទៅកាន់កន្លែងឡដុតឆ្នាំងហ្នឹងគាត់និយាយថាថ្ងៃក្រោយណាបើឃើញកុមារម្នាក់មកធ្វើជាខ្ចីឆ្នាំងខ្ចីណែចានខ្ចីធោខ្ចីអីអញ្ចឹងដើម្បីថាយកទៅធ្វើបុណ្យណាចាប់កុមារហ្នឹងបោះក្នុងឡហ្នឹងទៅអាហ្នឹងគឺថាយើងឲ្យមកហើយណាអញ្ចឹងទៅក៏និយាយសន្យាគ្នាត្រួតបុលត្រឡប់ទៅផ្ទះវិញលោកសេដ្ឋីហ្នឹងគាត់ឲ្យខោសកៈកុមារនឹងឯងទៅខ្ចីឆ្នាំងតែយើងមានកិច្ចការងារដែលត្រូវធ្វើដោយឆ្នាំងដោយចានអញ្ចឹងអ្នកឯងទៅកាន់ឡដុតឆ្នាំងហ្នឹងទៅខ្ចីគាត់មកទៅប្រាប់អញ្ចឹងឲ្យខ្ចីយកមកអញ្ចឹងខោសកៈទៅវឹងបាតុកទៅចេញផុតទៅពីលបងផ្ទះទៅដល់មាត់ធ្លាភូមិហ្នឹងពេលនោះកូនលោកសេដ្ឋីហ្នឹងបង្កើតហ្នឹងកំពុងតែលេងអង្គុញញោមស្គាល់អង្គុញណាគេបោះលេងចូលឆ្នាំនោះហើយនោះគេមិនចូលឆ្នាំកូនអីនេះកូនក្មេងចិត្តតែលេងថ្នល់គ្នាទេតាក់លុយជាមួយក្មេងអ្នកស្រុកលេងចិត្តតែចាញ់ដល់ទៅឃើញបងហ្នឹងទៅដល់ថាបងទៅណាពុកប្រើបងឲ្យទៅណែកន្លែងដុតឆ្នាំងទៅយកឆ្នាំងយកចានយកមកទេបងនៅជួយលេងអង្គុញអូនសិនមកអូនលេងឈ្នះគេទេលេងចិត្តតែចាញ់ទេបងនៅណាពុកប្រើបងមិនហ៊ានទេឥឡូវបើបងខ្លាចបងនៅលេងទៅខ្ញុំទៅវិញខ្ញុំទៅខ្ចីយកមកវិញខោសកៈកុមារហ្នឹងក៏នឹកស្រឡាញ់ប្អូនណាឬប្អូនអញ្ចឹងម្ដងពីរដងក៏ព្រមទៅព្រោះថាកិច្ចការងារហ្នឹងប្អូនគេទៅហើយក៏នៅលេងអង្គុញហ្នឹងទៅលេងឈ្នះអញ្ចឹងមែនខោសកៈហ្នឹងចេះលេងហើយចំណែកកូនលោកសេដ្ឋីបង្កើតហ្នឹងទៅដល់ក៏និយាយថាពុកខ្ញុំឲ្យមកខ្ចីឆ្នាំងចេះចានចេះចុះស្មូនដុតឆ្នាំងហ្នឹងក៏ដឹងមកហើយតាក៏និយាយលួងលោមចេះចុះអីមើលចានមើលឆ្នាំងកពិកកប៉ុកទៅលួងលោមឲ្យដើរទៅមុខអាកន្លែងដាក់អុសនោះទៅដល់ស្រួលបួលក៏គាត់ច្រានផ្លុកចូលទៅអាកន្លែងដាក់អុសនោះ
ចូលទៅស្លាប់បាត់ហើយស្លាប់ទៅស្លាប់កូនលោកសេដ្ឋីបង្កើតនេះទៅខោសកៈកុមារលេងអង្គុញឈ្នះចាំមើលប្អូនមកវិញវាមិនឃើញមកសោះមុខបែបមិនស្រួលហើយណាមិនដឹងយ៉ាងម៉េចទេក៏ត្រឡប់ចូលទៅក្នុងផ្ទះវិញលោកសេដ្ឋីជីអានេះអត់ងាប់ទៀតថាមិនបានមកវិញចុះឯណាប្អូនបបពិតលោកឪពុកប្អូនរាប់ទទួលកិច្ចការងារដែលលោកឪពុកប្រើខ្ញុំគ្រាន់តែឮប៉ុណ្ណឹងសេដ្ឋីយំងោងបដ ாய் យំហើយយំនឹងគាត់ឈឺក្នុងទ្រូងគាត់មែនទេហើយគាត់អត់និយាយប្រាប់តាណាកើតទេគាត់ចាប់ក្រំព្រាមានជំងឺតាំងពីពេលនឹងមកគាត់យំគាត់កើតទុក្ខរហូតតាំងពីពេលនឹងមកហើយខូសកៈកុមារក៏មិនដឹងរឿងរ៉ាវអីយ៉ាងម៉េចទាំងអស់ដឹងតែបាត់ប្អូនមិនដឹងជាបាត់ទៅឯណាអញ្ចឹងទៅលោកសេដ្ឋីនឹងតាំងពីងាប់កូនបង្កើតទៅគាត់ក៏រវល់ទៅនឹកកូនគាត់ទៅហើយនៅខោសកៈកុមារនឹងក៏ចិត្តទៅនៅទៅវាមានខោសកៈកុមារនឹងឲ្យគ្រាន់ប្រើអញ្ចេះប្រើអញ្ចោះប៉ុន្តែគាត់ស្អប់ទេតើងាប់កូនបង្កើតនឹងគាត់ថាដោយសារខោសកៈកុមារនឹងឲ្យបានជាកូនអញងាប់គាត់មានថាមកអំពីគាត់អីអត់ទេគាត់ថាមកពីខោសកៈកុមារអញ្ចឹងគាត់កាន់តែស្អប់ទៅប៉ុន្តែជំនួសដៃជើងប្រើឲ្យខោសកៈហ្នឹងគឺថាគោរពគោរពក៏ដឹងអីដឹងតែថាឪពុកបង្កើតអញ្ចឹងទៅហើយមានដឹងថាជាអ្នកចិញ្ចឹមជាអ្នកអីអត់ដឹងទេព្រោះគាត់យកតាំងពីតូចមកអញ្ចឹងហើយស្លូតបូតសភាពរៀបសារប៉ុន្តែដោយអំណាចលោកសេដ្ឋីហ្នឹងគាត់ស្អប់គាត់មិនបានឲ្យរៀនអក្សរអីដើម្បីមានចំណេះចេះដឹងអីអត់ទេធ្វើតែកិច្ចការងារបម្រើគាត់ហ្នឹងទៅដល់ទៅពេលខោសកៈនឹងឯងធំកំឡោះពេញរូបពេញរាងចឹងហើយគាត់នឹកឃើញមិនបានទេមើលទៅគាត់នឹងទៅជាសិទ្ធិធំឯណាខោសកៈនឹងងាប់កូនអញហើយទុកវាឲ្យធ្វើជាសិទ្ធិអីទៀតឲ្យវាងាប់ដែរទៅចឹងទៅក៏បានសរសេរជាសម្បត្តិមួយឲ្យដល់កងសេនាការពារនៅនឹងទួលដែននគរដែលជាបពពួកគ្នាគាត់ដែរបម្រើការរាជការចឹងនៅព្រំបទលនគរកោសម្ពីហ្នឹងគឺជាពួកម៉ាក់លោកសេដ្ឋីហ្នឹងណាគាត់សរសេរថាណែអ្នកទាំងអស់គ្នាបើឃើញយុវជននេះទៅដល់ស្មើណាកុំទុកវានាំគ្នាសម្លាប់វាចោលទៅយើងមិនពេញចិត្តនឹងមនុស្សនេះឡើយទេអញ្ចឹងវិច្ចនឹងជាឯកមាទៅនិយាយថាកូនណាទៅកាន់ព្រំដែននគរទីកន្លែងនេះដែលជាសម្លាញ់របស់ពុកទៅប៉ុន្តែតាមដំណើរផ្លូវដើរទៅមួយថ្ងៃមិនដល់ទេក្នុងមួយថ្ងៃហ្នឹងប៉ុន្តែឪពុកមានសម្លាញ់ជាសិទ្ធិនៅនឹងពាក់កណ្ដាលផ្លូវហ្នឹងណាល្មមតែល្ងាចកូនទៅដល់ហើយនៅឈប់សម្រាកហ្នឹងទៅប្រាប់ថាជាកូនរបស់សិទ្ធិក្រុងកោសម្ពីទៅកូនក៏បានការទទួលរយៈឲ្យនៅនឹងផ្ទះហ្នឹងហើយខោសកៈដែលជាមនុស្សមិនចេះអក្សរហ្នឹងមានដឹងថាគេប្រើឲ្យទៅងាប់អីក៏ចេះតែបាទលោកឪពុកទៅធ្វើដំណើរដើរបាយកញ្ចប់តាមផ្លូវហ្នឹងទៅដល់ទៅពេលល្ងាចក៏បានទៅដល់ផ្ទះលោកសិទ្ធិគិមិកសិទ្ធិនៅកណ្ដាលផ្លូវហ្នឹងតាន់ដល់ព្រំបទលនគរទេនៅទៅគ្រាន់តែជំរាបសួរលោកសិទ្ធិថាខ្ញុំជាកូនសិទ្ធិក្រុងកោសម្ពីទៅគិមិកសិទ្ធិក៏ទទួលរយៈឲ្យនាំទៅមុជទឹកទៅបាយល្ងាចនឹងក៏រៀបចំបណិតចិត្តចង់ស្រួលបួលអ្នកបម្រើស្រីនឹងរៀបចំទំនេកអីលោកសិទ្ធិនឹងគាត់គោរពរាប់អានសិទ្ធិធំនៅក្នុងកោសម្ពីហ្នឹងណាឥឡូវឮថាកូនសិទ្ធិធំអញ្ចឹងទទួលអស់ពីចិត្តគាត់ហើយក៏បានរៀបចំទំនេកអីក្នុងបន្ទប់ស្រួលបួលអញ្ចឹងទៅមិនយូរប៉ុន្មានខោសកៈយុវជនកំឡោះយើងហ្នឹងក៏អស់កម្លាំងបាយឆ្អែតផងក៏លក់ឈឹងទៅក្នុងពេលនោះខ្ញុំបម្រើឃើញខោសកៈមានសភាពរៀបសារសគុតសគុំសំសួនចឹងទៅក៏នឹកឃើញបើសិនជាអ្នកនាងម្ចាស់អញបានឃើញប្រហែលជាសប្បាយចិត្តហើយមកទៅចឹងក៏នាំគ្នាទៅប្រាប់កូនកំមុំលោកសិទ្ធិហ្នឹងកូនកំមុំគិមិកសិទ្ធិហ្នឹងអ្នកនាងម្ចាស់មានកំឡោះម្នាក់ណាស្អាតបាតណាសគុតសគុំសំណំសនួនណាឥឡូវ
ខ្ញុំបាននាំឲ្យទៅសម្រាមនៅក្នុងបន្ទប់អ្នកនាងម្ចាស់ចង់តែឃើញទេពីនោះគ្រាន់តែលឺភ្លាមហ្នឹងក៏ចាប់ភ្លឹកនឹកចង់មកមើលហ្នឹងណាហេតុតែឧបនិស្ស័យទេទៀតណាអស់កំមុំគេងឯងឃើញតែកំឡោះអៀនអានេះកំមុំចង់មកលួចមើលកំឡោះអាហ្នឹងរឿងនេះរឿងឧបនិស្ស័យផ្សេងផ្សំមកវាអញ្ចឹងណាទៀតណាមកដល់លួចបើកបង្ហើបទ្វារមើលទៅឃើញមុខហ្នឹងកំប្លង់ប្លង់ណាទៀតណាអាណិតហ្មងអាណិតឡើងភពអាណិតមែនទេអញ្ចឹងទៅឃើញអញ្ចឹងហើយក៏មិនអស់ចិត្តទេមើលពីក្បាលដល់ចុងជើងមើលទៅឯនោះលក់អស់កម្លាំងមិនដឹងអារាលួចមើលអីទេហើយស្រាប់តែនាងនឹងមើលទៅឃើញនៅនឹងចុងកសែងហ្នឹងរុំกระดาษមួយកระดาษអីអញ្ចេះណាអ្នកកំឡោះនេះលួបទៅស្រាយជាយកមាមើលឯនោះក៏មិនភ្ញាក់មើលទៅដឹងថាយីអ្នកនេះគេប្រើឲ្យទៅងាប់តើគេប្រើឲ្យទៅងាប់ហើយគេចេះកូនសេដ្ឋីគេចេះចឹងទៅក៏នឹកឃើញថាគួរអាណិតណាស់មិនគួរឲ្យស្លាប់ទេកំឡោះនេះមិនគួរឲ្យស្លាប់សោះប៉ុន្តែមកពីខ្លួនឯងល្ងងអាហ្នឹងល្ងងហ្នឹងវាអញ្ចឹងណាតែរឿងល្ងងនេះមិនចេះអសរហ្នឹងណាចាប់ណាស់យើងជ្រាបហើយដែលយើងមិនបានរៀនអក្សរពីក្មេងមកចាស់ទៅរៀនធัวរៀនអាអីមិនងាយចាំទេរៀនតមាត់យ៉ាងកេញចេកុសលកម្មហ្នឹងថាច្បាស់តែមុនដំបូងឯងយូរទៅយ៉ាងកេញចេកុចកកម្មវាអត់ចេះអក្សរម្ល៉េះវាចេះតែនឹកទៅវាភ្លេចទៅវាអញ្ចឹងតើអាហ្នឹងមកពីមិនចេះអក្សរមិនងាយត្រូវទេមានរឿងនិទានមួយអំពីរឿងលោកអាចារ្យគាត់បង្រៀនធัวយាយនៅនឹងវត្តហ្នឹងបង្រៀនទៅយាយមកសន្ធឹករៀនទៅដល់កន្លែងដែលគាត់ឲ្យសូត្រសិក្ខាបទយាយចាំស្ដាប់បាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិយាយក៏ទិញចាំស្រួលបួលបាណាតិបាតាវេរមណីសិក្ខាបទាំងសមាទិយាមិទិញយូរទៅវាភ្លេចអកតុយអស់ទៅវានៅតែបាណាតិបាតាភ្លេចហ្នឹងស្អីទៀតចាតែចាំលោកគ្រូអាចារ្យមកសួរយាយមួយក៏ភ្លេចដែរទៅអត់ចេះអក្សរតាមមាត់ទៅមិនងាយទេទេណាបាណាតិបាតាបាណាតិបាតាបាណាតិបាតាយូរទៅវាទៅជាបាតាតិបាតាវាខុសបាតាតិបាតាយូរទៅតាណាដូចជាតាណាអញ្ចឹងណាវាភ្លេចទៅលោកគ្រូអាចារ្យហ្នឹងក៏ដើរមកនិយាយសូត្រមើលតាណាដូចជាតាណាតាហ្នឹងក៏កវីក្បាលលោកអាចារ្យក៏ដោយលោកយាយមួយយាយសូត្រមើលយាយនោះក៏តាមគ្នាគាត់នោះមានអីតាណាដូចជាតាណាតាហ្នឹងគាត់ហួសចិត្តគាត់ក៏ដើរត្រឡប់ទៅវិញគាត់ថាស្រែកមកឲ្យយាយនឹងឮយាយណាដូចជាយាយណាចឹងទៅរឿងនេះគឺរឿងអីរឿងមកពីមិនចេះអក្សរចឹងណាតែវាកើតទៅជារឿងតាណាដូចជាតាណាយាយណាដូចជាយាយណាទៅហ្នឹងចឹងណាបានថាបងប្អូនកូនចៅហ្នឹងខំប្រឹងព្យាយាមរៀនឲ្យចេះទៅទោះជាមិនដេចម្ដារៀនធัวអាឆាប់ចាំហើយដូចជាខោសកៈអញ្ចឹងឃើញអីគេសរសេរសម្បត្តិជាប់នឹងខ្លួនប្រើឲ្យទៅងាប់គាត់កាន់សម្បត្តិនឹងទៅដែរវាមិនដឹងតែគេសរសេរថាម៉េចហ្នឹងទេណារឿងនោះវាគ្រោះថ្នាក់ដល់ប៉ុណ្ណឹងសពគ្រប់ទាំងអស់ហើយនាងហ្នឹងឃើញអញ្ចឹងមិនត្រូវឲ្យងាប់ទេណាយកសម្បត្តិហ្នឹងហែកចោលហែកដុតចោលទៅយកกระดาษមួយទៀតណាសរសេរពុបសរសេរបើឃើញយុវជនកំឡោះនេះទៅដល់ពេលណាអ្នកទាំងអស់គ្នាត្រូវរៀបចំនៅគ្រឿងបណ្ណាការសពគ្រប់ទាំងអស់មកស្ដីដណ្ដឹងកូនកំមុំគៀមិកសិទ្ធិនៅនឹងពាក់កណ្ដាលផ្លូវហើយរៀបចំមង្គលការទៅព្រោះយើងរវល់ណាស់ពឹងពាក់អ្នកទាំងឡាយផងហត្ថលេខាសិទ្ធិក្រុងកោសំពីសញ្ញេអីស្រួលវល់ចងនឹងជាយកមាទៅវិញបាត់ចឹងទៅខោសកៈព្រឹកឡើងបានភ្ញាក់អត់ដឹងរឿងឯណាឯណីទេជំរាបលាលោកសិទ្ធិធ្វើដំណើរទៅទៀត
tới đó nâng có bằng hai sầm bọt nâng đó còn tọt cà pia prum bật đai nâng còn từ lư tầm năng tha sẽ thấy trong cao sầm pi phân biện trắng có prap ni kia thạch ngày đây dương mình phơi ca tê dương riệp chom nơi kêu bẩn na ca sập group lơ chùm nôn từ tận tăng côn cầm mông lô sẽ thấy ao dụ bị chuôn cầm lọt nè đây chỉ côn đó bó sẽ thấy trong cao sầm pi chẳng còn mau thức sinh thọp hồ hay mau tới đây tận đắng côn cầm mông kia mình cạ sẽ thấy hơi riệp cá cái rất cái kren tư chẳng bàn kia chụp đây và quần tư nâng trao ở từ ngóp nó thế là phòng pê đòn hay với mình ngóp đòi là ti bằng phốt ban chia côn và xa luôn sẽ thấy nâng tiệt tư hai phải chạy xong cung ở ban kia chụp đây và quần nâng miền pi mũi cứ thọp ban rùm rốt chỉ mũi kia không ở tây tất cá pi ban chu phải sọp kia không bắt chở bon hay nâng ban phơ nơi bằng phơ chia phải giao đòi kia thêm tới điện hai pi giang đi anh để nom áo ban kia chụp hiện dê và mấy đôi chụp cao bó để đọc lên ri chỉnh trai từ tôi phần lư phải tết nợ pe ở rôn nô và đòi ẩm na phụ hay nâng tức đôi chân học đài chẳng á rừng này rừng ổ bạn đi say hay ấy tha rừng này rừng côn cầm mông kia mình cả rồi thấy nó cứ bọc quân rồi bọc quạt bị triệt món để đôi chân nhầm pi sọc tu được phật ọt bài nữa má nó nè hãy từ nơi bầm ra lục chỉ thấy tùm đúc bầm rong vơ chừng hắn và kênh pre phải chơi cặp phốt rồi ngày đâu hãy slap bị nâng tới và đại san thị khăn tê và lốc chọc tệ tùy tê và lốc trăng mà đó côn lục chỉ thấy nâng bà đòi ọt miên cao chỉ xây bê cha ấy kể vô tự oi ngọp ấy đôi chỉ khô sạc cả tế mau bị ấy vì pro mình miên cam pi về ria đôi chỉ ở đây nâng tục côn trao tục côn trao mà lơ chỉ pi lơ to cái côn nâng slap ba bà cam nâng tam oi phol đó thế nào vơ ở cái trong vô từ oi slap nâng anh vô từ sầm lap nâng bầm pê lơ nó cho mình slap lược tì mũi mà đai vô từ cầu ven trao nâng cầm nô sầm rám lược tì pi nơi nâng phơi rồi té tì bay cái nông prey mạ sam tì buôn cái nông trào cố tì pram bọt sầm lẹ chuột tì bờ mũi oi vô từ đọt cái nông lọ đọt năng tì bầm pi oi mà slap nơi nâng prung bật tua đen tay mình slap pro bon cỏ xó để ban bầm rau pre phải chơi cặp bột nâng ấy chui cầm trua chụp nốt bầm rong ní riêng bon cỏ xó để ban vơ nơi nông cầm nào chỉ sạt sụn nó chẳng na cái sky phong thì thơ ban và nâng dương có màu chanh sky thế nè chỉ mà nô mịch má cầm riệp chom miền tây miền chương có ba một mắt chật cùng đất ấy giang ná ấp rong của sao là thua nó lại ban trơn đôi chị bon cả thân là tiên ấy hai hôm om tầm nay từ cực kề màu ní cứ đôi chia la nâng pre sama sam phút chia la nâng pre thua chia la nâng pre bị khẩu xăng nâng chỉ đây chia la ní nâng hai hôm om tầm nayព្រះហរិយបុគ្គលទៅតាមស្នាមព្រះយុគលបាទគឺប្របាទទាំងគូរបស់ព្រះសម្មាសម្ពុទ្ធកាត់ព្រីស្បាតគឺកិលេសទៅកាន់ព្រះនិព្វានចេញផុតអំពីសភាពងងឹតហ្នឹងទេណានេះគឺជារឿងមួយដែលយើងទំនុកបំរុងក្នុងព្រះពុទ្ធសាសនាណាបុណ្យរបស់យើងក្នុងថ្ងៃនេះណាទេណាមិនមែនអាម៉ាក់ល្មមទេវេត្រៃជ័យបរិខាអីសត្វសង្ឃសៈទេមៈណាមិនមែនអាម៉ាក់ល្មមទេព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្ដែងថាកាលណាបើចិត្តបង្អោនទៅរកសង្ឃហើយបុណ្យនឹងអសង្ខ័យយ៉ាងអបម័យយ៉ាងណារាប់មិនបានប្រមាណមិនអស់ចឹងណាចឹងបន្តបន្តិចទៅទៀតទៅរឿងនឹងនិយាយមិនជាប់ទេវែងណាឥឡូវគ្រាន់តែបញ្ចប់រឿងនឹងឲ្យអស់សេចក្តីអំពីប្រវត្តិរបស់ខោសកសិទ្ធិឥឡូវបានទៅជាកូនប្រសាគាមិកសិទ្ធិអីអញ្ចឹងទៅលោកសិទ្ធិនៅក្នុងកោសំពីដែលគាត់ឈឺតាំងពីកូនបង្កើតគាត់ស្លាប់មកទទួលឮដំណឹងថាខោសកៈនឹងឯងដែលឲ្យទៅងាប់នឹងវាមិនងាប់ទៅជាបានរៀបមង្គលការជាមួយនឹងកូនសិទ្ធិអញ្ចឹងគាត់កាន់តែឈឺមែនទែនក្រំគ្រាចិត្តគាត់មែនទែនហើយគាត់នឹកថាធម្មតាវានៅជាកូនអីអញ្ចឹងទោះជាមិនមែនបង្កើតក៏ដោយប៉ុន្តែគេឯងដឹងឮថាកូនបង្កើតអញ្ចឹងទៅហើយបើទ្រព្យសម្បត្តិនឹងមិនដល់ទៅខោសកៈទេបានទៅណាគាត់មិនចង់ឲ្យទ្រព្យសម្បត្តិគាត់នឹងបានទៅខោសកៈទៀតណាទេណាមិនចង់ឲ្យបានទៀតអញ្ចឹងម្ដេចម្ដាមុននឹងគាត់ស្លាប់ទៅគាត់ត្រូវទៅនិយាយឲ្យដាច់ស្រឡះគាត់បានផ្ញើសម្បត្តិចិត្តម៉ាយឲ្យខោសកៈនឹងមកអញ្ចឹងខោសកៈបានដំណឹងអំពីអ្នកនាំសារនឹងទៅហើយប្រពន្ធនឹងក៏បានមើលឲ្យស្ដាប់អីសពគ្រប់ទៅក៏បានរៀបចំមកប្រពន្ធដឹងថាគំនិតរបស់
សិទ្ធិក្រុងកោសំពីនេះមិនល្អទេជាមួយប្តីហ្នឹងចង់ឲ្យតែគាត់ស្លាប់តើឥឡូវមិនសុខចិត្តទេមិនមកទៅជាមួយខោសកៈហ្នឹងបានភរិយាសុំទៅជាមួយមានទៅប្រកែកអីទៅរៀបការថ្មីទៅក៏ទៅបានរួមដំណើរពីអ្នកហ្នឹងធ្វើទៅដំណើរទៅកាន់ក្រុងកោសំពីទៅដល់នឹងឯងលោកសេដ្ឋីហ្នឹងគាត់កំពុងតែឈឺមែនទេណាក្រោកអត់រួចឯណានៅនឹងក្រេអាសនៈដែលសម្រាប់ស្លាប់ទ្រព្យសម្បត្តិទាំងប៉ុន្មានគឺมันអាចយកទៅបានឡើយព្រោះរបស់ទាំងអស់ហ្នឹងគឺគ្រាន់តែជាផលនៃបញ្ញកម្មដែលរៀបចំមកសម្រាប់មួយអត្តភាពកាលណាបើមិនបានបំពេញបុណ្យកុសលចំណាយទៅជាទានទេក៏ទៅតែមិនមែនរបស់ខ្លួនឯងដដែលនឹងត្រូវលះបង់ចោលប៉ុន្តែប៉ុណ្ណឹងហើយនៅតែកំណត់ហួងហែងណាគិតថាទ្រព្យសម្បត្តិរបស់យើងទាំងអស់នេះមិនឲ្យខូសុកដាច់ខាតខូសកៈណាមិនឲ្យដាច់ខាតអញ្ចឹងរៀបចំសំគុំឲ្យនាយស្មៀននាយឃ្លាំងអីហ្នឹងកាន់กระดาษកាន់បជីប្រុងចាំគាត់យើងផ្ដាំផ្ញើខូសកៈទៅដល់នាងជាប្រពន្ធហ្នឹងក៏ធ្វើជាយំអោបជើងអោបដៃឡើងក្រើតទៅដល់ទ្រូងទៅយំអែបនៅដៃនឹងកកហ្នឹងធ្វើជាយំធ្វើផងទៅតើត្រឡប់ខ្ញុំមើលលោកសេដ្ឋីគាត់និយាយថាម៉េចតែពេលហ្នឹងលោកសេដ្ឋីក៏ដឹងថាខូសកៈទៅហើយគ្មានញាតិមិត្តបងប្អូនអាមាត្យអីសពគ្រប់នៅហើយក៏គាត់និយាយឡើងខ្សៅតែគាត់ចង់ហ្នឹងគាត់ចង់និយាយថាទ្រព្យសម្បត្តិរបស់យើងទាំងអស់នេះមិនឲ្យខូសកៈដាច់ខាតហើយដល់គាត់និយាយទៅទ្រព្យសម្បត្តិរបស់យើងទាំងអស់នេះឲ្យខូសកៈដាច់ខាតវាបាត់មិនមួយទៅវាបាត់ទៅនាងនោះវាអែលកកផងហើយបនរបស់ខូសកៈនឹងរុញមកដល់ផងវាធ្វើឲ្យបាត់ពាក្យមិនទៅបាត់តែមិនមួយគ្មានសរសេរបានស្រាច់ទ្រព្យសម្បត្តិរបស់យើងនេះគឺឲ្យខូសកៈទាំងអស់ដាច់ខាតតែហើយស្រាច់ចឹងទៅធ្វើបនលោកសេដ្ឋីនឹងរួចសេដ្ឋីនិយាយបានតែប៉ុណ្ណឹងងាប់បាត់ស្លាប់ទៅធ្វើបនគាត់ហើយទ្រព្យសម្បត្តិហ្នឹងក៏បានបកគលឲ្យខូសកៈទៅបានទៅជាសេដ្ឋីធំក្នុងក្រុងកោសំពីចឹងណារឿងប៉ុនហ្នឹងចឹងមានការជួយជ្រោមជ្រែងទំនុកបំរុងសពគ្រប់ទាំងអស់សូម្បីគេចង់និយាយអញ្ចេះវាឲ្យទៅចោះទៅអញ្ចឹងទៅមានអាណាមកប្រកែកបានបើគេលឺគ្រប់គ្នាអញ្ចឹងប៉ុន្តែរឿងលោកសេដ្ឋីដែលគាត់បាបអកុសលខ្លួនគាត់ចង់ថាមិនថាទៅប៉ុន្តែរឿងប៉ុនរបស់ខូសកៈហ្នឹងរៀបចំឲ្យខូសកៈបានទៅជាសេដ្ឋីធំក្រុងកោសំពីមែនទៅហៅគេកាលហ្នឹងឆុតដែរណាទេណាក្រាន់បើគ្រាន់តែកោនដាញ់ញាក់មួយប្រកែជាងគេមិនទុកចិត្តខ្លួនឯងដែរកោនដាញ់ញាក់ទាយតែព្រះប្រកាសជាបានត្រាស់គេឯងលើកមករៀមដៃពីរថាបើនៅគ្រប់គ្រងរាជសម្បត្តិនឹងជាស្ដេចចក្របើទៅបួសនឹងបានទៅជាប្រពុតកោនដាញ់ញាក់លើកចម្រៀមដៃមួយទេណាប៉ុន្តែទីបំផុតរត់ចោលព្រះរត់ចោលទេតាញាតិញោមជ្រាបហើយរឿងនេះរឿងមិនទុកចិត្តខ្លួនឯងប៉ុន្តែរឿងព្រហ្មញ្ញសាសនាហ្នឹងរឿងឆុតណារឿងហៅប្រកែទេណាមើលដូចជាខូសកៈអីចឹងបានទៅជាសេដ្ឋីធំក្រុងកោសំពីនឹងមែនឧបនិស្ស័យនៃសេចក្តីជ្រះថ្លាមានចឹងក៏បានទំនុកបំរុងសពគ្រប់ទាំងអស់ក្នុងកាលហ្នឹងមិនទាន់ដឹងថាព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ទេគាត់មិនតាន់ដឹងនៅឆ្ងាយអំពីក្រុងសាវត្ថីពេលហ្នឹងព្រះសម្មាសម្ពុទ្ធបានត្រាស់ហើយទ្រង់គង់នៅចេតវនារាមដែលជាអារាមរបស់អនាថបិណ្ឌកសិទ្ធិប៉ុន្តែក្នុងកាលហ្នឹងខូសកៈសិទ្ធិគាត់បានទំនុកបំរុងតបោះអីសីច្រើនរួយដែលតែងតែនិមន្តមកអំពីព្រៃនៃដីព្រៃហែមកពៀនមួយឆ្នាំ3 4ខែអញ្ចឹងទៅគាត់ទំនុកបំរុងមិនត្រឹមតែគាត់ទេបាវារិកសិទ្ធិកុកដសិទ្ធិអីមានទំនុកបំរុងអញ្ចឹងពេលមួយនោះតាបោះពួកអិសីនឹងច្រើនរួយបានធ្វើដំណើរមកកាន់ភូមិស្រុកក្នុងក្រុងកោសំពីហ្នឹងក៏ឈប់សម្រាកនៅតាមផ្លូវក្នុងពេលនោះក្នុងវេលាថ្ងៃក្តៅអញ្ចឹងទេណាមានទេវបុត្រមួយអង្គនឹងជ្រះថ្លានឹងលោកតាបោះទាំងអស់ហ្នឹងបានចង្អុលមករៀមដៃបង្ហូរចេញនៅភេសជ្ជៈច្រើនយ៉ាងប្រគេនដល់តាបោះជាច្រើនរួយរាប់រួយ4 5រួយណាបានទាំងអស់ដោយអានុភាពរបស់ទេវតាហ្នឹងហើយដែលទេវតាហ្នឹងបាននៅភាពដ៏មានឫទ្ធិអញ្ចឹងព្រោះអតីតជាតិមុនណាទេណាបានចាប់កំណើតកើតជាជាងជួសជុលខោអាវដេប៉អីអញ្ចឹងទៅដាក់លេវឲ្យគេទៅគេលហែកក៏ប៉ះឲ្យគេអញ្ចឹងទៅហូហែហើយនៅនឹងផ្លូវទៅកាន់ផ្ទះអសយហសិទ្ធិ
ពេលអ្នកសុំទានធ្វើដំណើរទៅដើម្បីទទួលយកនៅទានអំពីអាសយហសិទ្ធិសួរគាត់ថាអ្នកស្គាល់ផ្ទះអាសយហសិទ្ធិទៅផ្លូវណាទេជាងដេបៈជួសជុលខោអាវនឹងចង្អុលលើកដៃចង្អុលថានេះហើយអ្នកអញ្ជើញទៅតាមផ្លូវនេះទៅដល់ផ្ទះគាត់ហើយដោយអានុភាពនៃការចង្អុលបង្ហាញផ្លូវដល់អ្នកកំសត់ទូរគតដើម្បីទៅកាន់ផ្ទះអាសយហសិទ្ធិសំទានណាទៀតណាស្លាប់អំពីអ្នកកំសត់ប្រកបមុខរបរដេបៈខោអាវបានប្រាក់ម៉ាសេនមកកាក់អីចឹងមកកើតជារុក្ខទេវតាដោយអានុភាពដែលលើកដៃចង្អុលបង្ហាញផ្លូវនឹងឯងក៏បានទៅជាដៃទឹកមានរិទ្ធបង្ហូរចេញភេសជ្ជៈតាមសេចក្តីប្រាថ្នាបានពីម្រាមចង្អុលដៃហ្នឹងទេណាហើយមានសេចក្តីជ្រះថ្លាថ្វាយដល់តបោះរាប់រយឆាន់ទៀតក្នុងពេលនោះទេវបុត្រនោះឯងក៏បានប្រាប់ដល់តបោះទាំងអស់ថាអ្នកទាំងឡាយមិនដឹងទេឬព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងហើយឥឡូវនេះគឺព្រះអង្គទ្រង់គង់នៅចេតវនារាមក្នុងនគរសាវត្ថីតបោះទាំងអស់ត្រេកអរជ្រះថ្លាបញ្ញាប់នាំគ្នាទៅកាន់ក្រុងកោសំពីទទួលចង្ហាន់បិណ្ឌបាតអំពីសិទ្ធិក្នុងក្រុងកោសំពីនឹងរួចហើយមិនបាននៅអាស្រ័យនឹងទេសិទ្ធិទាំងអស់នឹងឆ្ងល់យីលោកម្ចាស់សពដងនៅសំណាក់រាប់ខែឥឡូវនេះបញ្ញាប់និមន្តទៅឯណាថាយីព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ហើយយើងត្រូវតែបញ្ញាប់ទៅគាល់ព្រះអង្គតបោះទាំងអស់ក៏ទៅសិទ្ធិយីព្រះសម្មាសម្ពុទ្ធបានត្រាស់បើអញ្ចឹងសូមប្រគុណម្ចាស់និមន្តទៅមុនចុះយើងខ្ញុំនឹងរៀបចំអាហារបរិភោគស្បៀងធ្វើដំណើរទៅតាមក្រោយតបោះទាំងអស់ហ្នឹងក៏ធ្វើដំណើរទៅកាន់ក្រុងសាវត្ថីហើយពោះទៅកាន់ចេតវនារាមក្រាបថ្វាយបង្គំព្រះរាមាបុខេព្រះអង្គទ្រង់ប្រកាសសម្ដែងនៅប្រធមតាបោះទាំងអស់ក៏បានសម្រេចទៅជាព្រះអរហន្តបួសនៅក្នុងសំណាក់នៃព្រះពុទ្ធសាសនានេះទេណាដោយអានុភាពការត្រាស់ដឹងឡើងនៃព្រះសម្មាសម្ពុទ្ធក្នុងការនោះចំពោះខោសកសិទ្ធិបាវារិកសិទ្ធិហើយនឹងកុបដសិទ្ធិនាំគ្នាប្រមូលស្បៀងដាក់រទេះច្រើនណាស់ហើយបរិវារក្រុមគ្រួសារធ្វើដំណើរទៅកាន់ក្រុងសាវត្ថីបរទេសគោទៅដាក់ដំណាក់នៅនឹងខ្លោងទ្វារនគរក៏ចូលទៅកាន់ចេតវនារាមស្ដាប់ការសម្ដែងធម៌របស់ព្រះអង្គរួចហើយក៏អារាធនាព្រះអង្គឆាន់ក្នុងថ្ងៃស្អែកឡើងនាំគ្នាធ្វើអាហារនៅនឹងមុខខ្លោងទ្វារនឹងក៏ក្រឹកក្រែងរាល់ថ្ងៃរហូតកន្លះខែហើយស្ដាប់ធម៌បានរាល់ថ្ងៃទាំងអស់នឹងទីបំផុតក្នុងថ្ងៃទី15រាប់ចាប់ពីថ្ងៃដែលគាត់បានអញ្ជើញទៅគាត់ក៏បានសម្រេចជាសោតាបណ្ឌបុគ្គលទាំងខោសកសិទ្ធិបាវារិកសិទ្ធិហើយនិងកុកដសិទ្ធិរួចហើយក៏បានអារាធនាព្រះសម្មាសម្ពុទ្ធមួយអន្លើដោយពិខុសង្ឃដើម្បីស្ដេចយាងទៅកាន់ក្រុងកោសំពីដើម្បីប្រោសពុទ្ធបរិស័ទនៅក្នុងទីនោះផងព្រះសម្មាសម្ពុទ្ធព្រះអង្គមានប្រពុតចរិកាថាទីកន្លែងរបស់សមណៈសំគួរនឹងទីស្ងប់ស្ងាត់ក្នុងការនោះខោសកសិទ្ធិក៏ជាដើមក៏បានប្រវារណាព្រះរាមាភិភិថាយើងខ្ញុំត្រឡប់ទៅវិញសិនដើម្បីកសាងវត្តអារាមរួចហើយខ្ញុំព្រះអង្គម្ចាស់នឹងបញ្ជូនទូតមកអារាធនាព្រះរាមាភិភិមួយអន្លើដោយពិខុសង្ឃដើម្បីស្ដេចយាងទៅកាន់ក្រុងកោសំពីក្នុងការនោះខោសកសិទ្ធិក៏បាននាំគ្នាក៏ក្រឹកក្រែងជួលជាងមកកសាងវត្តមួយរួចជាស្រេចឈ្មោះថាខោសេតារាមនៅជិតក្រុងកោសំពីបាវារិកសិទ្ធិក៏បានកសាងវត្តមួយឈ្មោះថាបាវារិកំពវ័នកុកដសិទ្ធិក៏បានកសាងវត្តមួយទៀតសុទ្ធតែព្រះអរិយបុគ្គលណាទៀតណាឈ្មោះថាកុកដារាមក្នុងក្រុងកោសំពីវត្តធំមាន3ហ្នឹងអញ្ចឹងហើយដល់ការពេលវេលាអារាធនាព្រះរាមាភិភិស្ដេចយាងទៅប្រោសពុទ្ធបរិស័ទនៅឯក្រុងកោសំពីហើយនៅក្រុងកោសំពីក្នុងកាលនោះមានមេកណ្ឌយៈព្រាមភិយាស្វាមីគាត់2នាក់ហ្នឹងគាត់មានកូនកំមុំគាត់មួយគាត់រើសកូនប្រសាមិនបានចោះសិទ្ធិនៅមើលមុខមន្ត្រីសំបីតែស្ដេចក៏គាត់មិនពេញចិត្តដែរពីព្រោះនាងមេកណ្ឌយៈនឹងស្អាតណាស់នាងមេកណ្ឌយៈធីតាហ្នឹងណាទេណាស្អាតម្ល៉េះហើយគាត់មិនពេញចិត្តប្រុសណាដល់តែពេលនឹងឯងដែលគាត់ឃើញព្រះសម្មាសម្ពុទ្ធស្ដេចយាងទៅកាន់ក្រុងកោសំពីហ្នឹងបានគាត់លន់មាត់ថានេះបានសមជាកូនប្រសាយើងនឹងស្ដីដណ្ដឹងអ្នកបួសហ្នឹងបួសអីក៏ដោយនឹងមកធ្វើជាកូនប្រសាហើយរឿងរ៉ាវហ្នឹងហូរហែវែងឆ្ងាយប៉ុន្តែមិនសម្ដែងទេអញ្ចឹងណាទេណាគឺធัวអាហ្នឹងបញ្ចប់ប្រវត្តិរបស់ខោសកសិទ្ធិត្រឹមប៉ុណ្ណឹងដើម្បីជាជំនូនជាធម្មកណាការដល់ញាតិញោមបងប្អូនទាំងអស់ដើម្បីជាសេចក្តីជ្រះថ្លានៅក្នុងបុណ្យកុសលកុំមានសេចក្តីប្រមាទវត្តបរិបត្តិជាកុសលគ្រប់យ៉ាងគឺយើងត្រូវតែរក្សាដោយសេចក្តីពេញចិត្ត
សំណួរអីទេណាខ្ញុំបាទសូមគោរពសួរតែម្ដងទៅឆ្ងល់អំពីសក្ការបច្ចុប្បន្នសក្ការាជមាន4គឺមហាសក្ការាជពុទ្ធសក្ការាជចលសក្ការាជគ្រឹះសក្ការាជក្នុងសក្ការាជនីមួយៗយកគោលកំណត់តាមអវ័យសូមមេត្តាជួយបញ្យល់ដោយអនុគ្រោះគុណចាស់ចេះទេណាចេះទេខ្ញុំអត់ចេះទេនេះមានលោកអ្នកចេះទេបងព្រឿងចេះទេភ្លេចអស់ទៀតអញ្ចឹងមហាសក្ការាជចេះតែពុទ្ធសក្ការាជមួយហើយគ្រឹះសក្ការាជអានឹងយើងធ្លាប់ចេះហើយ2540នឹងពុទ្ធសក្ការាជ1990